បាទសួស្តីបងប្អូនគ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញទៅលើការ download OS Marketing ដើម្បីធ្វើការ install នៅក្នុង VMware បាទហើយចូលទៅកាន់ browser ហើយយើងវាយពាក្យថា microtek.com នៅក្នុង website microtek.com យើងចូលទៅកាន់ tab download ហើយ scroll ចុះមកក្រោមមកយើងរកនៅពាក្យ x86 ហើយយើងរកពាក្យថា CD image ហើយក្នុង CD image ហ្នឹងគឺយើងយកនៅ current ថា 6.16 current ដែលវាកំពុង release 6.16 version អូខេនេះទំហំ file វាគឺ 24.84 MB អូខេឥឡូវឈប់បានអូខេឥឡូវយើងធ្វើការដូច្នេះយើងចូលទៅ open នៅកាន់ folder នេះគឺជា Marketing អូខេយើងចូលទៅកាន់ VMware ហើយធ្វើការ install VMware មកនេះគឺជា VMware workstation file new នៅកន្លែងយើងពាក្យថា custom នេះពាក្យទី3 I will install the operating system later ហើយយើងយកនៅ other get operating system ហើយពាក្យថា other 64 bit next នេះដាក់ឈ្មោះមកថា Marketing OS next ហើយជា RAM ដែល recommend ដើម្បីប្រើ256 MB next នេះគឺជា network type អូខេ recommend hard disk ជា default ក៏វាឲ្យ 8G នេះគឺជា file ដែលវា store ទុកនៅក្នុង drive C អូខេ next ហើយពេលថា customize hardware កន្លែងយើងចូលទៅដាក់OS ប្រើ OS របស់យើងក្នុងទីតាំង download Marketing 6.36 open ហើយចូលកន្លែង network adapter យើងអាចចូលទៅកាន់ WinNet 3ចង់តេស្តមើល close ហើយវាថា finish ពេលនេះយើងបាន Marketing OS មួយជា power on this virtual machine អូខេចង់ចំណុចនេះវាមាន option ចំនួន4ទី1 P and N ដើម្បីធ្វើការចុច up ចុះ up ឡើងឬមួយគឺចុច A មានថា select all feature ដើម្បី install ឬចុច M ដើម្បី minimize ហើយចុចអក្សរ I មានថាយើង install ម្ដងមួយឬក៏អក្សរ Q ដើម្បី reboot ឬក៏ cancel អូខេឥឡូវយើងចុចក្នុងយើងចុចអក្សរ A មានថាយើង install all feature បន្ទាប់មកយើងចុចអក្សរ I ដើម្បីធ្វើការ install ហើយសួរយើងថា do you want to keep all configuration ហ្នឹងថា no ទៅពេលនោះវានឹងទាមទារយើង format hard disk ហើយ yes format data partition ហើយវាធ្វើការ install នៅ feature អូខេ reboot ដើម្បីចុច enter loading system ធ្វើការរងចាំបន្តិចដើម្បីធ្វើការ load នៅ system អូខេឥឡូវយើងធ្វើការ log in ដោយ username default admin ហើយ password ឬ blank គឺអត់មែនទេគេ enter ទៀតមកអូខេហើយនៅពេលនោះវានឹងសួរយើងថា do you want to see the software license ចង់សួរថាយើងមាន license អត់តែយើងមិនបាច់និយាយថា no អមកធ្វើការថាមានថា license វាគឺបានរយៈពេលតែ24ម៉ោងទេហើយវាដាក់ឲ្យថា you have 23ម៉ោង49នាទីដោយធ្វើការ configurator marketing ហ្នឹង OS ហ្នឹង
អូខេអរគុណច្រើនចំពោះការទស្សនា